ត្តយូរលងមានប្រវត្តិដ៏អស្ចារ្យសិល្បៈក្បាច់គុណដែលល្បីក្នុងលោកកាប្រទេសជាច្រើននៅក្នុងលោកតែងតែពោលសរសើរថាក្បាច់គុណខ្មែរខ្លាំងរៀបដូចកម្រៃសាយគ្រាន់តែវាយមកដៃផាំងលន់ថ្មងលងឿងក្បាលជង្គង់ហោះកែងឆេះអាចស្លាប់បាត់សងខាយវាវត្តកំទុយកែងមកខ្លាំងដូចខ្លាយគ្រាន់តែលឺតែខ្មែរវាយណាខ្លាញ់ញ័យដូចឆ្មាក្បាច់ខ្មែរពិតជាខ្លាំងមិនមែនតែខ្ញុំចេះតែថាបើមិនជឿសាក់មើលទឹកតែខ្លាំងបើប៉ុណ្ណាវាច់ពីមួយទៅមួយគ្មានតែព្រើខ្លាញ់ណាណាគ្មានតែព្រើខ្លាញ់ណាណាទេយើសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរគាត់ទៅភ្លេងទៅគុំផ្លាដែលញាក់ជើងអត្រេតហក់ទៅធាក់មួយជើងម៉ាយកាប់អាចារ្យលន់តបោលើកំភ្លើងគេបាញ់តាំងកណ្ដាប់ដៃមហាកម្លាំងខ្លាំងដូចរត់ក្រោះកលាបសក់ឲ្យបកព្រាមឈាមដូចគេពុះអស់ហោឈាមមិនតាមចំបោះស្ទុះហូតទាំងអស់គ្មានអ្នកមើលក្រោកឈរឡៃផ្ទះដៃមីនីហើយលន់មាត់គូគ្នាតែកម្ពុជាពិតជាខ្លាំងមើលទៅគូប្រកួតសន្លប់ដូចជាត្រីអាំងប៉ះអ្នកខ្លាំងដូចជាត្រីអាំងឯដូចជាត្រីអាំងយ៉ាងងាយយ៉ាសិល្បៈគុណខ្មែរយ៉ាហើយសិល្បៈគុណខ្មែរយ៉ាសិល្បៈគុណខ្មែរយ៉ាហើយសិល្បៈគុណខ្មែរបាច់គុណបុរាណខ្មែរជាគេដំណើរពីដូនតាមានប្រវត្តិដ៏យូរលង់មានប្រវត្តិដ៏អស្ចារ្យក្បាច់គុណបុរាណខ្មែរគ្មានចម្លងអំពីអ្នកណាបានបន្សល់ទុកមកឆ្លាក់លើប្រាំងសិលាការពីប្រទេសជាតិមាតុភូមិដែនដីដ៏អស្ចារ្យទុកឲ្យក្មេងចំនួនក្រោយហាត់រៀនថែរក្សាត្រូវតែចងចាំទុកគេដំណើរពីដូនតាកុំឲ្យគុណខ្មែរនេះបាត់បង់លិចលងដូចត្រីមច្ឆាបាត់ទៅនៅក្នុងទឹកត្រឹមហែលឆ្លេឆ្លាថែគុណខ្មែរឲ្យល្បីដូចបាសីហោះហើរលើវិហារឲ្យមានផ្សាយទៅទូទាំងលោកកាឲ្យគេពោលសរសើរថាអស្ចារ្យមែន